ព្រោះថ្ងៃតែមួយដែរបងបាទអានេះស្រែអ្នកចិត្តខាងខ្ញុំគេព្រោះថ្ងៃតែមួយអូថ្ងៃតែមួយទេតែគេអត់បានប្រើជីវ៉ែលទេហើយនេះគេបាចមហាត់ប្រហែលទេប្រើជីគ្រាប់ប្រហែលជាមហាត់3ក្រុង3ក្រុងហើយខាងខ្ញុំនេះប្រើតែ1ក្រុងទេ1ក្រុងតែយើងមើលដើមដងតែដើមដងមើលទៅរបស់យើងដូចជីវ៉ែលនេះគឺមើលទៅដូចរៀងដាច់រៀងឆ្ងាយដែរឆ្ងាយហើយបងបើរកពីការប្រើមកប្រហែលឆ្នាំហើយបងប្រើប្រហែលឆ្នាំខ្ញុំប្រើជីវ៉ែលតាំងពីនៅដបទូចខ្ញុំប្រើរយៈពេល4ឆ្នាំហើយ4ឆ្នាំបាទមានន័យថា4ឆ្នាំដែរគ្រូប៉ុណ្ណេះអាចទទួលយកបាននេះស្រូវរបស់យើងប្រើជីវ៉ែលនេះយើងតាំងពីប្រើមកអានេះជីចំនួនថ្មីយើងបាញ់ជីវ៉ែលបាន3ដងហើយ3ដងការប្រើប្រាស់ជីសឹងថាខ្ញុំប្រើ1ការុងក្នុង8រ៉ៃក្នុងមួយហាត់នេះខ្ញុំប្រើ1ការុងដើមដងប៉ុណ្ណេះលោកគ្រូមិនដែរទទួលយកបានគ្រូអូដាប់ហើយបងប៉ុណ្ណឹងដាប់ស្រូវហ្នឹងបាទហើយបងបើយើងរាប់ពីការប្រើប្រាស់មកកន្លងមក8រ៉ៃនេះបងប្រើអស់មិនទេបើកន្លងមកមុនប្រើជីវ៉ែលកន្លងមកខ្ញុំប្រើអស់ 6B មកហាត់ 6B បាទតែវគ្គនេះមហាត់តែ 1B តែវគ្គនេះតាំងពីបានជីវ៉ែលចំនួនថ្មីចេញរូបរាងថ្មីនេះខ្ញុំប្រើអស់តែ 1B ទេហើយលទ្ធផលស្រូវបានប៉ុណ្ណេះអូចុះបើប្រៀបអា 1B និងអា 6B ទៅជិះកន្លងមកវាខុសគ្នាមែនទេបើដើមដងខ្ញុំគិតថាដើមដងជិះ 1B ប៉ុណ្ណេះចង់ខ្លាំងជាងប្រើ 6B ទៀតព្រោះជីក្រោយនេះឃើញថាខ្លាំងអូធម្មតាទេឃើញថាមានគុណភាពល្អបាទហើយឮថាកន្លែងខាងឆ្វេងនេះព្រោះថ្ងៃតែមួយដែរបងបាទអានេះស្រែអ្នកចិត្តខាងខ្ញុំគេព្រោះថ្ងៃតែមួយព្រោះថ្ងៃតែមួយទេតែគេអត់បានប្រើជីវ៉ែលទេហើយនេះគេបាចមហាត់ប្រហែលទេប្រើជីគ្រាប់ប្រហែលជាមហាត់3ក្រុងហើយខាងខ្ញុំនេះប្រើតែ1ក្រុងទេ1ក្រុងតែយើងមើលដើមដងតែដើមដងមើលទៅរបស់យើងដូចជីវ៉ែលនេះគឺមើលទៅដូចរៀងដាច់រៀងឆ្ងាយដែរហើយបងបើរកពីការប្រើមកប្រហែលឆ្នាំហើយបងប្រើប្រហែលឆ្នាំខ្ញុំប្រើជីវ៉ែលតាំងពីនៅដបទូចខ្ញុំប្រើរយៈពេល4ឆ្នាំហើយ4ឆ្នាំបាទមានន័យថា4ឆ្នាំដែរប្រូប្រើតែជីវ៉ែលអត់ដែលប្រើអីផ្សេងដែរទាំងអស់ប្រហែលហាត់ដែរបងធ្វើប្រហែលហាត់នេះវគ្គនេះខ្ញុំធ្វើ10ហាត់10ហាត់អូយដល់ហើយនេះស្រូវគឺហៅកាន់តែមើលដើមដងក៏សុបាយចិត្តដែរនេះហើយសំខាន់គឺអត់រោគមែនទេបាទអត់មានរោគទេនេះស្រូវនេះខ្ញុំតកៅអីទេស្រែគេបាញ់ខ្ញុំតកៅបាញ់ថ្នាំអីក៏បើខ្ញុំអត់ទេប្រើតែជីវ៉ែលសុទ្ធបណ្ដោយស្រូវអត់រោគណាស្លឹកលេងបាសចឹងហ្មងណានេះក្អូបពូជក្អូបទៀតណាបាទក្អូបតែដើមដងមើលទៅពេញចិត្តបណ្ដោយដល់ហើយគ្រប់ទឹកហើយឆ្នាំនេះបង